សង្គមក៏ដូចជាសួស្តីដល់បងប្អូននៅក្នុងបណ្ដាញសង្គមទាំងអស់ថ្ងៃនេះខ្ញុំមានរបៀបវាស់កង់ដង់ហើយនឹងវាស់រោជើងកុំព្យូទ័ររោថាជើងណាជើងអ៊ីជើងណាជើង S ជើងណាជើង C ហើយតាមពិតទៅវាមានវិធីសាស្ត្រច្រើនយ៉ាងសម្រាប់ការប្រើthermometer ឬគេយើងហៅថាភាសាសាមញ្ញហៅថា ohmmeter វាមានវិធីសាស្ត្រពីរយ៉ាងទីមួយយើងអាចគណនាដើម្បីរកជើង C ជើង A ជើង S ហើយតែនេះខ្ញុំប្រាប់អំពីរបៀបងាយស្រួលដើម្បីយើងឆាប់ដឹងថាជើងណាជើង A ជើង C ជើង S នេះជាឧទាហរណ៍សម្រាប់បងឬក៏បងប្អូនដែលគាត់នៅចេះស្ទើឬក៏មិនទាន់ចេះក៏ប៉ុន្តែសម្រាប់ខ្ញុំគឺមិនថាខ្ញុំចេះខ្លាំងណាស់ណាទេប៉ុន្តែខ្ញុំគ្រាន់តែអ្វីដែលខ្ញុំអាចចេះខ្ញុំបង្ហាញឲ្យបងប្អូនមើលនេះជាកង់ដង់របស់សិនជាតែខ្ញុំប្រាប់ពីរបៀបវាស់កង់ដង់សិនជាមួយសិនសម្រាប់ការវាស់កង់ដង់សិនជាបើសិនយើងមានអាអូម៉ែតអេឡិចត្រូនិកនេះអូតូនេះយើងងាយស្រួលទោះបីយើងអត់មានក្លីបវាស់កង់ដង់តែយើងអាចយកក្លីបវាស់អូមបានយើងចុចមកកន្លែងអូមលេខមកយ៉ាងវិញកាលណាតាកង់ដង់នៅដំណើរការល្អធម្មតាកង់ដង់អត់ខូចគឺដើរឲ្យដាច់ចាំមានន័យថាកង់ដង់នេះនៅល្អយើងអាចប្រើបានតែបើយើងវាស់ទៅវាលឺសំឡេងជាប់អាហ្នឹងក៏វាខូចហើយបើសិនជាវាយើងវាស់ទៅយើងអត់លឺសំឡេងក៏វាខូចដែរអញ្ចឹងវាករណីវាខូចបានទាំងពីរបើសិនជាវាដាច់លឺដាច់មានន័យថាកង់ដង់ហ្នឹងនៅល្អហើយនៅការធម្មតាក៏ប៉ុន្តែវាមិនពេញនៅក្នុងការវាស់របស់យើងទីមួយបើសិនជាយើងមានក្លីបសម្រាប់វាស់កង់ដង់យើងដឹងថាកង់ដង់វានៅសល់ប្រហែលមីក្រូនៅខ្សោយឬក៏វាខ្វះហើយដើម្បីយើងវាស់រោជើងរបស់កុំព្យូទ័របានទីមួយយើងត្រូវកាច់មកក្លីបអូមដំបូងយើងវាស់រោជើង C ណាហើយចាក់មកនេះខ្សែចេញពីកុំព្យូទ័រតែយើងអត់ទាន់ដឹងតែខ្សែនៅក្នុងជួយអត់មែនមកចាប់អរេសង្ស័យតែកុំព្យូទ័រនេះឆេះឆ្លងតួអូខេនេះឆ្លងតួមែនអញ្ចឹងមានថាកុំព្យូទ័រហ្នឹងឆេះបាត់ហើយវាធ្វើឲ្យឆ្លងតួកាលណាឆ្លងតួយើងវាអត់ដឹងតម្លៃលេខរបស់វាទេឆ្លងពេញវាមានកាន់ហើយមួយទៀតឥឡូវថាកុំព្យូទ័រយកបានវាឥឡូវយើងវាហាម្ដងហើយយើងអត់ដឹងតែជើងណាជើង C ជើងណាជើង A ជើងណាជើង S ដែរណាហើយចាក់ជើងនេះមកសិន20ណា33 50ចឹងតម្លៃលេខធំជាងគេជើង C នេះជើង C យើងយកអាជើង2នេះគប់គ្នានេះជើង C ចេញជើង C មួយអីម៉ូទ័រនៅចង្ហាល់រុំដូចគ្នាម៉ូទ័រកុំព្យូទ័រនៅចង្ហាល់តែបើចង្ហាល់លេខគេរុំផ្សេងពេលផ្សេងមួយទៀតចឹងយើងរកជើង C ឃើញមួយហើយយើងនៅរកជើង A ជើង S ណាហើយเราចាក់ជើង C មកទៀតយើងចាក់មកខែក្រហមចឹងតម្លៃលេខដែលតូចជាងគេគឺជើង A 33ណា20ចឹងតូចជាងគេនឹង A ហ្នឹងមកកង់ដង់ជាមួយនឹងភ្លើងណាកង់ដង់ជាមួយនឹងភ្លើងកង់ដង់ជាមួយនឹងភ្លើងហើយជើង S នេះចូលទៅកង់ដង់តែមួយទេហ្នឹងហើយបងប្អូនមានតែប៉ុណ្្នឹងសម្រាប់វីដេអូសូមចុច like ចុច share ដើម្បីទទួលបាននៅវីដេអូថ្មីៗបន្តទៀតហើយសម្រាប់
កុំព្យូទ័រនេះចាំមើលបើមានកុំព្យូទ័រណាដែលនេះខ្ញុំអាចធ្វើវីដេអូបន្តទៀតដើម្បីឲ្យចាក់ជូនបងប្អូនទស្សនាសូមអរគុណ